ว้าวเนี่ยគ្នា admin ពិតជាអាចធ្វើបានមែននេះទាំងអស់គ្នាឥឡូវនេះគឺ admin បានឡើងមកកាន់កំពូលភ្នំប្រាសាទបាខែងនៅក្នុងខេត្តសៀមរាបយើងដល់កំពូលតែម្ដងនេះទាំងអស់គ្នាadmin មិននឹកស្មានថាខ្លួនឯងអាចឡើងមកដល់ណានេះទាំងអស់គ្នាដោយសារអីគឺប្រាសាទភ្នំបាខែងនេះគឺមានកម្ពស់ខ្ពស់រហូតទៅដល់78ម៉ែត្រឯណោះនេះទាំងអស់គ្នាអើយហើយឥឡូវ admin បានដើរឡើងដោយថ្មើរជើងនេះទាំងអស់គ្នាគឺបើប្រៀបធៀបទៅយើងស្មើនឹងដើរជុំវិញភ្នំនឹងមួយជុំទៅហើយនេះទាំងអស់គ្នាបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំបាទ Mr. ភ័ក្រថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅផ្លែកអារម្មណ៍ទស្សនាអំពីទិដ្ឋភាពនៅព្រះអាទិត្យលិចក៏ដូចជាទៅទស្សនាអំពីភ្នំបាខែងដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាបយើងតែម្ដងអូហូនេះទាំងអស់គ្នាបាទហើយឥឡូវនេះគឺមានតែការ zoom យកដៃភ្ញៀវដែលគាត់កំពុងតែកាន់ដៃគ្នាអញ្ចឹងគាត់ធ្វើបាប admin ដែល admin នឹង single អញ្ចឹងណាអ្នកនរគ្នាបាទតើកុំនិយាយច្រើនហើយថ្ងៃនេះដែរគឺខ្ញុំសូមមកនិយាយតាក់ទងទៅនឹងប្រាសាទភ្នំបាខែងនឹងហើយឥឡូវនេះខ្ញុំកំពុងតាឡើងទៅហើយអ្នកទាំងអស់គ្នាខ្ញុំមកចន្លោះម៉ោង4ជិតម៉ោង5ទៅហើយមកដល់ផ្នែកខាងលើនេះគឺមានអង្គពូមីងជាច្រើនដែលគាត់កំពុងតែឈរមើលប្រាសាទអ្វីមួយយ៉ាងដែលមានទីតាំងស្ថិតនៅផ្នែកម្ខាងទៀតនៃផ្លូវដើររបស់យើងតែខ្ញុំមិនដឹងតែគេហៅប្រាសាទស្អីណាហ្នឹងហើយខ្ញុំមកនេះខ្ញុំគិតស្មានថាអូប្រហែលជាគេបិទហើយស្មានហ្នឹងបុកម៉ែបងប្អូនក៏ចោះទៅអស់ហើយមានអីអ្នកនរគ្នាអ្នកចោះក៏ចោះទៅអ្នកទៅក៏ទៅជាពិសេសហ្នឹងគឺច្រើនហើយមែនទែនទៅដល់កម្ពុជាខាងលើអ្នកនរគ្នាហើយថ្ងៃនេះគឺខ្ញុំមកសូមនិយាយទៅទៅនឹងជីវប្រវត្តិខ្លះទៅទៅនឹងប្រាសាទភ្នំបាខែងហើយបើសិនតែខ្ញុំនិយាយខុសអីអ្នកនរគ្នាសូមកុំប្រកាន់ឬក៏ខ្ញុំនិយាយខ្វះខាតត្រង់ណាឬក៏ខ្ញុំនិយាយខុសនៅទីតាំងក៏ដូចជាឈ្មោះក៏ដូចជាមានការរអាក់រអួលរដារ៉េរដប់អីអញ្ចឹងណាអ្នកនរគ្នាបាទតោះឥឡូវកុំឲ្យកាត់ពេលវេលាយូរចូលមកស្ដាប់អំពីជីវប្រវត្តិខ្លះៗទាក់ទងទៅនឹងប្រាសាទភ្នំបាខែងរបស់យើងនឹងឯងអ្នកនរគ្នាបាទតោះប្រាសាទភ្នំបាខែងគឺត្រូវបានកសាងនៅឆ្នាំ907នៃគ្រិស្តសករាជនៅក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី1ហើយប្រាសាទនេះគឺស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយដែលអ្នកទាំងអស់គ្នាដឹងអញ្ចឹងគឺអេមីនកំពុងតែឈរនឹងឯងមកភ្នំមកតន់ដល់កំពូលនៃប្រាសាទទេហើយអ្វីដែលជាសំខាន់ហ្នឹងគឺប្រាសាទនេះគឺមានទីតាំងស្ថិតនៅចំកណ្ដាលក្រុងយសោធរៈបុរៈឬអង្គរទី1ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្តនិងអង្គរធំបាទហើយមួយវិញទៀតហ្នឹងគឺប្រាសាទភ្នំបាខែងបើគិតចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទគឺមានកម្ពស់រហូតដល់78ម៉ែត្រអ្នកនរគ្នាបាទហើយមួយវិញទៀតហ្នឹងគឺប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរអ្នកនរគ្នាបាទគឺភ្នំក្រោមនិងភ្នំបូកបាទមួយវិញទៀតហ្នឹងគឺប្រាសាទភ្នំបាខែងគឺអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននាពេលថ្ងៃលិចទៀតផងអ្នកទាំងអស់គ្នាដូចឃើញក្នុងវីដេអូហ្នឹងអញ្ចឹងមានទាំងភ្ញៀវជាតិទាំងអន្តរជាតិទាំងខ្មែរទាំងបរទេសអីហ្នឹងគឺចូលរួមទស្សនាថ្ងៃលិចនៅប្រាសាទភ្នំបាខែងហ្នឹងតែម្ដងបាទគឺមានអង្គពូមីងខ្លះគាត់ឡើងអង្គពូមីងខ្លះក៏គាត់ចុះអញ្ចឹងទៅណាអ្នកទាំងអស់គ្នាបាទតោះឥឡូវកុំខាតពេលវេលាយូរយើងចូលសាច់រឿងយើងតប្រាសាទភ្នំបាខែងគឺត្រូវបានកសាងឡើងនៅចុងសតវត្សទី9និងដើមសតវត្សទី10នៅក្នុងរាជបាទរបស់ព្រះបាទយសោវរ្ម័នទី1ក្នុងឆ្នាំ889ដល់ឆ្នាំ910ហើយប្រាសាទភ្នំបាខែងនេះដែរត្រូវបានធ្វើឡើងដើម្បីគោរពទៅដល់ព្រហ្មញ្ញសាសនានេះទាំងអស់គ្នាបាទហើយអ្វីដែលជាសំខាន់នោះគឺប្រាសាទនឹងមានទេសភាពស្រស់ស្អាតយើងអាចគយគន់ជាមួយនឹងលក្ខណៈព្រៃភ្នំអ្នកតាវយអញ្ចឹងណាយើងអាចមើលឃើញសពគ្រប់បែបយ៉ាងសូម្បីតែប្រាសាទអង្គរតូចនេះទាំងអស់គ្នាបាទបារាយទឹកថ្លាក៏យើងអាចមើលឃើញភ្នំក្រោមក៏យើងអាចមើលឃើញម៉ែអាថ្លែណយនិយាយថាមើលអីក៏ឃើញដែរនេះទាំងអស់គ្នាបាទហើយទេសភាពនៅលើនឹងគឺបែប fresh ហ្មងខ្យល់ទៅចិត្តលហឹបអូឡើងទៅដល់ឲ្យចង់ដេកតែម្ដងនេះទាំងអស់គ្នាបាទនិយាយការពិតណាហើយមួយវិញទៀតនឹងគឺយើងនិយាយទៅទៅនឹងស្ថាបត្យកម្មនៃប្រាសាទភ្នំបាខែងជាមួយខ្ញុំទាំងអស់គ្នាបាទតទៅទៅនឹងស្ថាបត្យកម្មឬក៏និយាយបានថាស្នាដៃនៃប្រាសាទភ្នំបាខែងគឺមានលក្ខណៈពិសេសដោយសារតែប្រាង្គទាំង108គឺមានលក្ខណៈតម្រៀបស្មើគ្នាតែម្ដងនេះអ្នកគ្នាបាទគឺទាំង12ប្រាង្គធំកណ្ដាលមួយនៅជើងខាងលើបាទសប្តាហ៍នេះគឺត្រូវបានខូចខាតឬក៏ដួលរលំបាក់បែកអស់ខ្លះហើយអ្នកគ្នាបាទហើយប្រាង្គទាំង12ហ្នឹងគឺនៅតាមជាន់ឋាននីមួយៗគេតំណាងឲ្យសត្វទាំង12នៃឆ្នាំរបស់យើងហ្នឹងណាអូលុយមែនទែនអ្នកគ្នាបាទហើយបន្តមកទៀតហ្នឹងគឺប្រាង្គទាំង108ហ្នឹងប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិទាំង4ដែលមានរយៈពេល27ថ្ងៃបាទនៃចន្លោះពេលនីមួយៗអញ្ចឹងទៅហើយបន្តមកទៀតហ្នឹងគឺនៅតាមទិសនីមួយៗគេអាចមើលឃើញតែ33ប្រាង្គតែប៉ុណ្ណោះបាទហើយ33ប្រាង្គហ្នឹងគឺគេតំណាងឲ្យពពួកទេវតាទាំង33នឹងឯងក្នុងព្រហ្មញ្ញសាសនាហ្នឹងណាអ្នកនរគ្នាបាទបើអ្នកនរគ្នាចង់ដឹងអាចស្រាវជ្រាវបន្ថែមទៅហើយគេបានបញ្ជាក់ប្រាប់យើងទៀតថានៅភ្នំបាខែងហ្នឹងគឺមានកម្មចណ្ដើរឬក៏អាចនិយាយថាអាប្លង់
កន្លែងដើរកន្លែងចុះហ្នឹងគឺមានលក្ខណៈចោតខ្លាំងបើយើងទៅរៀងឡើងអីឲ្យមានការប្រុងប្រយ័ត្នផងដោយសារអីខ្លាចល្អធៀបដួលអីចឹងទៅអានេះបើតាមការស្រាវជ្រាវរបស់ខ្ញុំឬក៏ខ្ញុំទៅមើលផ្ទាល់ក៏វាអញ្ចឹងដែរប៉ុន្តែឥឡូវនេះផ្លូវថ្មហ្នឹងគឺគេបិទហើយដោយសារតែមានការបាក់បែកខូចខាតចឹងគេបិទឲ្យយើងដើរផ្លូវវាងដូចក្នុងវីដេអូហ្នឹងណា admin ដើរឡើងមកជុំភ្នំទៅរំបានឡើងមកដល់កំពូលប្រាសាទភ្នំបាខែងនឹងឯងហើយតោះកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់មកប្លង់ទៀតបើគឺតាក់ទងទៅនឹងព្រះបាទចិនតុតែម្ដងហ្នឹងហើយកន្លែងនេះគឺគេតាក់ទងទៅនឹងបាត់ជើងព្រះហ្នឹងហើយហើយបាត់ជើងព្រះហ្នឹងគឺគេធ្លាប់តម្កល់នៅលើកន្លែងសំខាន់ចំនួន3ទៀតអ្នកគ្នាបាទហើយកន្លែងទាំង3នោះដែលគេធ្លាប់តម្កល់ព្រះបាទចន្ទុគឺមានដូចជាទី1គឺស្ថិតនៅលើភ្នំបាខែងទី2គឺស្ថិតនៅលើភ្នំកូលែននិងទី3គឺស្ថិតនៅលើភ្នំសន្ទុកហើយកន្លែងទាំង3ហ្នឹងគឺមានអត្ថន័យខុសគ្នាទៀតមិនមែនថាកន្លែងព្រះបាទចន្ទុកទាំង3កន្លែងហ្នឹងគឺអត្ថន័យដូចគ្នាទេគឺខុសគ្នាទាំងស្រុងតែម្ដងដូចជានៅក្នុងនិមិត្តរូបនៃការប្រតិស្ថានព្រះពុទ្ធបានចន្ទុកនៅក្នុងស្ថានទាំង3តួយ៉ាងដូចជាទី1គឺស្ថិតនៅលើភ្នំសន្ទុកបាទតំណាងឲ្យព្រះពុទ្ធចន្ទុកនៅស្ថានបាតាលលោក1បាទទី2គឺស្ថិតនៅលើភ្នំបាខែងគឺតំណាងឲ្យព្រះពុទ្ធបានចន្ទុកនៅស្ថានមនុស្សលោក1អញ្ចឹងទៅអ្នកគ្នាបាទហើយទី3គឺស្ថិតនៅលើភ្នំកូលែននៅក្នុងស្រុកស្វាយលើតំណាងឲ្យព្រះពុទ្ធបានចន្ទុកនៅក្នុងស្ថានទេវលោកអីចឹងទៅណាអ្នកគ្នាបាទបន្ទាប់ពីយើងបានបញ្ចប់ទាក់ទងទៅនឹងព្រះបាទចន្ទុកយើងចូលទៅដល់ទី1ទៀតនឹងហើយមិនដឹងជាទីប្រមាណទេភ្លេចបាត់ហើយទាក់ទងទៅនឹងហោត្រៃអ្នកគ្នាបាទហោត្រៃហ្នឹងគឺគេនិយាយទាក់ទងទៅនឹងគម្ពីរកន្លែងទុកវត្ថុផ្សេងដូចជាគម្ពីរធម៌គម្ពីរវេទគម្ពីរបីដកអីជាដើមដែលលក្ខណៈថាសុទ្ធសឹងតែជាគម្ពីរដែលដូនតាខ្មែរយើងបានចាបាននិយាយបានទៅសេទុកអញ្ចឹងណាអ្នកគ្នាប្រៀបដូចជាបណ្ណាល័យមួយចឹងអាចនិយាយថាជាបណ្ណាល័យសម្រាប់ទុកនៅវត្ថុឬក៏គម្ពីរផ្សេងដែលមាននៅក្នុងសម័យនឹងចឹងណាអ្នកគ្នាបាទហ្នឹងហើយយើងអត់មានអីនិយាយច្រើនទេអ្នកគ្នាបាទបន្តមកទៀតហ្នឹងគឺយើងនិយាយតាក់ទងទៅនឹងសាលាចារឹកអីចឹងទៅអ្នកគ្នាបាទហើយសាលាចារឹកហ្នឹងគឺប្រាសាទណាក៏មានដែរប៉ុន្តែគាត់ថាការចាឬក៏កន្លែងទុកខុសគ្នាអញ្ចឹងណាអ្នកគ្នាខ្ញុំជឿនិយាយទៅទងសាលាចរិតហ្នឹងអាចទៅសើចមួយខ្លួនឯងទៀតទៅបាទឡៃតែនិយាយវោហាសាស័ព្ទតាក់ទងទៅនឹងជីវប្រវត្តិរបស់ប្រាសាទភ្នំបាខែងឥឡូវនេះ admin បានឡើងមកកាន់កម្ពុជាប្រាសាទភ្នំបាខែងនៅជោគជ័យទៅហើយអ្នកគ្នាបាទហ្នឹងហើយគឺថាមានបងប្អូនជាច្រើនគាត់នៅខាងក្រោមផ្នែកខាងក្រោមអញ្ចឹងណាហើយមានបងប្អូនមួយចំនួនក៏គាត់ឡើងមកទៅហើយបញ្ជាក់ប្រាប់ម្ដងទៀតប្រាសាទភ្នំបាខែងហ្នឹងគឺហាមកូនក្មេងអាយុ12ឆ្នាំឡើងមកលើគេអនុញ្ញាតឲ្យត្រឹមតែ18ឡើងទេអាចឡើងបានដោយសារក្មេងពេកគេអត់ហ៊ានឲ្យឡើងខ្លាចមានបញ្ហាអញ្ចឹងណាបាទហើយនៅលើកម្ពុជាប្រាសាទភ្នំបាខែងហ្នឹងគឺបងប្អូនជាច្រើនគាត់នៅនឹងបាទហើយមានកន្លែងឲ្យធុបទៀតណាអ្នកគ្នាបាទអូអែមែនតើឥឡូវនេះអែមានកំពុងតែផ្ដិតយកទស្សនវិជ្ជាជុំវិញប្រាសាទភ្នំបាខែងនេះទាំងអស់គ្នាមើលតែម្ដងបាទអូឡើងមកកាន់លើមិនប្រាសាទទេគឺកម្ពុជាតែម្ដងណាគឺកម្ពុជាភ្នំបាខែងយើងតែម្ដងបាទវ៉ាវគឺថាមានបងប្អូនជាច្រើនគាត់កំពុងតែអង្គុយទន្ទឹងរង់ចាំមើលនៅថ្ងៃលិចនេះទាំងអស់គ្នាប៉ុន្តែអត់ឃើញថ្ងៃផងបែរជាសតុំមេឃវាសតុំអញ្ចឹងណានិយាយរួមទៅ admin ឲ្យតែចេញថតវីដេអូ vlog ជូននេះទាំងអស់គ្នាដូចជាការចូលឆ្នាំអញ្ចឹងគឺមេឃរោភ្លៀងដល់ពេលចូលឆ្នាំមកលេងបាញ់ទឹកមេឃ admin ថារោថតមេឃភ្លៀងអញ្ចឹងទៅឥឡូវមកថតនៅភ្នំបាខែងតាក់ទងទៅនឹងលក្ខណៈទេសភាពអញ្ចឹងទៅក៏មេឃវាសតុំចង់ថតពីថ្ងៃលិចក៏មិនឃើញថ្ងៃវាទៅអញ្ចឹងណានិយាយពីថាអ្នកមានប៉ុនចេញធ្វើវីដេអូម្ដងនឹងថាអូយប៉ុនរបស់គេប៉ុនជួយមេណាឲ្យតែចិត្តជុំដល់កូនចៅទាំងម្ដងមកឲ្យកូនចៅចង់ឃើញថ្ងៃលិចមកឲ្យកូនចៅឃើញទេបែរជាសតុំមេឃឯណាទៅអូអត់យល់ហ្មងណាហ្នឹងហើយអ្នកគ្នាបាទឥឡូវនេះយើងមើលទេសភាពទ្រុសសិនទៅអ្នកគ្នាបាទគាត់ថាស្រស់ស្អាតខ្លាំងមែនទែនយើងអាចមើលឃើញព្រៃភ្នំនេតាវ៉ូនឹងស្អីទៅស្អីខាងក្រោមគេថាស្រស់ស្អាតហើយនោះគឺជាបារាយទឹកថ្លានេះទាំងអស់គ្នាយើងអាចមើលឃើញបារាយទៀតយើងអាចមើលឃើញភ្នំក្រោមយើងអាចមើលឃើញប្រាសាទអង្គរវត្តប្រាសាទអង្គរទូចទៀតអូអែមែនទែនតែម្ដងនេះទាំងអស់គ្នាអូអានេះតអំពូមីនតែគាត់ចាំមើលទេមិនដឹងឃើញថ្ងៃលិចទាំងអត់ផងមិនសន្ទុំចឹងហើយណាមួយនេះមានប៉ុនបថនចឹងទៀតអូហូអូមិនដឹងជានេះមានប៉ុនស្អីទេសរសើរខ្លួនឯងហូចង់ណាមានណាមានប៉ុនទេណាអស់ច្រឡំមានណាមានប៉ុនមានណាគេក៏មានប៉ុនដែរគាត់ថាទៅសើតែខ្លួនឯងលើតែខ្លួនឯងអញ្ចឹងណាដឹងមិនទេអត់មានទៅសើខ្លួនឯងអត់យល់ហ្មងប៉ែកនេះតើឥឡូវកុំខ្វល់ជាមួយនឹង admin បាទយើងដល់បើប្លង់ទៀតហ្នឹងគឺតាក់ទងទៅនឹងថ្មបាទ admin ចាក់ថតលេងទៅឃើញថ្មខាងក្រោមនឹងបាក់បែកដួលអស់លេងនៅក្នុងស្នាយមែនទេបើសិនទៅនៅសភាពដើមមិនដឹងស្រស់ស្អាតយ៉ាងណាទេកម្ពុជាភ្នំបាខែងហ្នឹងណាអ្នកគ្នាបាទហើយអ្នកគ្នាមានដែរចាប់អារម្មណ៍ជាមួយនឹងថ្មកន្លែងនេះមួយដល់ចាំខ្ញុំបង្ហាញតិចទៀតខ្ញុំនឹងបង្ហាញតែឥឡូវនេះយើងមើលទស្សនវិជ្ជាជុំវិញសិនណាអ្នកគ្នាបាទនេះគឺថាស្រស់ស្អាតខ្លាំងមែនទែនហើយនេះយើងដល់ឆ្វែមកជុំថតឲ្យនេះទាំងអស់គ្នាមើលអញ្ចឹងណាបាទគាត់ថាអូយមើលទៅតិចភ្នែកខ្យល់មកឡើងតិច admin បែរចូលអាវបាច់ជាស្ងួតអស់លេងនៅស្អីខ្យល់លហើយ
គួរឲ្យចង់ដេកបើមានរឿងចង់ដេកបាត់នេះតាមគេមិនឲ្យចង់រឿងដេកដូចនេះអូខេដឹងអញ្ចឹងគឺប្រាសាទហ្នឹងមិនមានកន្លែងសាធារណៈដែលយើងអាចទៅចង់រឿងអីដេកទៅពីទេបាទប្រយ័ត្នគេដេកទៅវិញនោះនឹងហើយអូនេះតលេងតលេថ្មមិនដឹងបានមួយពីណាទេបន្ទប់លើគ្នានោះសង្ស័យតែបាក់ធាកពីលើហើយរស់មកបន្ទប់ដើម្បីមើលឃើញស្អាតអញ្ចឹងណាអ្នកគ្នាបាទហ្នឹងហើយឥឡូវនេះគឺយើងមកដល់កន្លែងអុជធុកបាទយើងអាចអុជធុកបន់ស្រន់សុំសេចក្តីសុខពីកន្លែងនឹងបានឥឡូវនេះគឺ admin បានអុជធុកអុជអីបន់ស្រន់ឲ្យក្រុមគ្រួសារជួបតែសុខសុវត្ថិភាពទៅណាមកណាជួបតែរឿងល្អអូទៅណាមកណាឲ្យតែមានគ្រប់ស្រឡាញ់ច្រើនជាពិសេសឲ្យសង្សារ admin នោះស្រឡាញ់ admin ច្រើននេះយើងណាអូនិយាយលេងណាគ្នា admin តែមានសង្សារមកពីណា single full ហ្មងនិយាយលេងណាតែវាជាគណៈចូលកាត់ប៉ិតដែរអញ្ចឹងណាអ្នកគ្នាបើទឹកមកខាប់ពេលវេលាយូរតើអ្នកគ្នាមានតែចាប់អារម្មណ៍ជាមួយនឹងថ្មដែល admin បានសួរពីមុនមកអត់បាទគឺថ្មនេះ admin មើលទៅដូចជាកន្លែងគោរពបូជាឬក៏និយាយបានថាជាកន្លែងដែលសម្រាប់ព្រះឥសូរគាត់គោរពអីចឹងណាគេហៅថាលឹងអីចឹងណាអ្នកគ្នាបាទហ្នឹងហើយអូយ admin មិនសូវដឹងច្បាស់ដែររឿងហ្នឹងអានេះគឺទុកទូរស័ព្ទចោលគេធ្វើដើរមកអត់ដឹងរឿងដូចមានគេលួចថតចឹងបាទអូគេធ្វើគេជឿជាក់ហ្នឹងមួយមុខឲ្យប្រព័ន្ធថាដូចនេតាឆ្លាក់ខុសគេធ្វើឯងហ្នឹងជឿជាក់ណាជឿជាក់ដល់មិនបាច់ទេនៅក្នុងខ្លួននោះចេះជឿជាក់ដាក់កាមេរ៉ាសឡប់តែមិនបាច់មើលទេបាទមុខលើប្រព័ន្ធថាដេកស៊ីតោះឥឡូវនេះយើងចូលមកកាន់កន្លែងព្រះបាទជន់តុកដែលគេហៅថាបាតជើងព្រះហ្នឹងណាអ្នកដែលមាន3ទីតាំងដែលខ្ញុំប្រាប់មិញហ្នឹងហើយគឺនៅភ្នំកលែនភ្នំក្រោមច្រឡំភ្នំក្រោមភ្នំសន្ទុកហើយនឹងភ្នំបាខែងហើយវាល្មាច់ចេះតែចូលភ្នំក្រោមមួយថ្ងៃបញ្ចូលវីដេអូហ្នឹងគឺចេះតែខុសអាត្រឹមភ្នំក្រោមមិនតែហ្មងបញ្ចូលតាមពីព្រឹករហូតដល់យប់មក9នេះមិនដនរួយទៀតវីដេអូនេះចេះតែបញ្ចូលខុសអូយចេះល្មិចហ្នឹងក្នុងខ្លួនហ្នឹងវាឆ្ងល់ដែរកន្លែងហ្នឹងគឺស្អាតខ្លាំងមែនទែនអ្នកគ្នាគឺមើលទៅឡងនោះបាត់ជើងព្រះរបស់គេមែនតើមករៀន5 6អ្នកគ្នាបាទគេអាចបោះលុយយ៉ាងក្នុងទៅដើម្បីសុំសេចក្តីសុខហ្នឹងហើយ head admin តែមិនដឹងจะថតកាមេរ៉ាស្អីទេមើលអត់សលិចយកកន្លែងខាងក្នុងសសលិចយកតែដៃហ្នឹងល្មិចទេនេះចុចកាមេរ៉ាខុសហ្នឹងហើយបោះលុយចូលសុំសេចក្តីសុខពីកន្លែងហ្នឹងអញ្ចឹងណាអូ